សាក3 trick នេះធ្វើឲ្យវីដេអូរបស់យើងមើលទៅ professional ជាងមុន trick ទី1គឺយើងកាត់វីដេអូតាម beat playing music នៅពេល beat ធ្លាក់យើងសាកកាត់ clip ឬក៏យើងអូសតម្រង់រូបភាពឲ្យត្រឹមនឹងចង្វាក់ beat ធ្វើបែបនេះគឺដើម្បីឲ្យរូបភាពផ្លាស់ប្ដូរទៅតាមបទភ្លេងនិងមើលទៅ professional ជាងមុន trick ទី2គឺការប្រើប្រាស់លើមុខងារ keyframe ជំនួសឲ្យការប្រើប្រាស់ zoom effect ដដែលៗយើងអាចដាក់ keyframe ដើម្បីធ្វើការកំណត់ដោយផ្ទាល់តាមតម្រូវការរបស់យើងដូចជា zoom in zoom out ឬធ្វើឲ្យរូបនោះផ្លាស់ទីបានយ៉ាង smooth ពីទីតាំងណាក៏បានយើងកំណត់ keyframe បែបនេះលើរូបភាពនីមួយៗរហូតដល់រូបភាពចុងក្រោយចំពោះ trick ទី3គឺការជ្រើសរើស sound effect ឲ្យត្រូវនឹងសកម្មភាពនៃរូបភាពឬក៏វីដេអូរបស់យើងជាក់ស្ដែងនៅក្នុងវីដេអូរបស់យើងគឺយើងប្រើ voice sound សម្រាប់ transition បដូរពីរូបភាពមួយទៅរូបភាពមួយរួចយើង duplicate voice sound នោះទៅដាក់នៅចំណុចគ្រប់ transition នៃការផ្លាស់ប្ដូររូបភាពមួយទៅរូបភាពមួយទៀតរហូតដល់ transition ចុងក្រោយ